សូមជម្រាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងគំនូរសិល្បៈរបស់ខ្ញុំចា៎ហើយសម្រាប់គំនូរនេះគឺមុននឹងធ្វើហ្នឹងគឺបាន sketch វាជាប្រហែលជាខ្ទង់ 2-3 ម៉ោងចា៎ហើយក៏នឹកឃើញយក style ស្នាដៃសិល្បៈរបស់ខ្លួនចា៎ដែលជាគេហៅថា signature របស់ខ្ញុំហ្នឹងគឺយកមកគូសចេញជាស្នាដៃសិល្បៈមួយដែលខ្ញុំចង់បង្ហាញនៅក្នុងនេះគឺមានគេហៅថាបែបរុក្ខជាតិការកែច្នៃធម្មជាតិចាឲ្យคล้ายទៅជារូបរាងអ្វីមួយដែលផ្ដល់នូវភាពតាក់ទាញនិងភាពស្រស់ស្អាតហើយនៅក្នុងហ្នឹងគឺក៏មានដូចជាដូចថាសត្វមានជីវិតដែរចាអញ្ចឹងបានន័យថាសត្វមានជីវិតហើយនឹងធម្មជាតិហ្នឹងគឺវាតែងតែរស់នៅអាស្រ័យគ្នាទៅវិញទៅមកអញ្ចឹងណាអញ្ចឹងទៅក៏នឹកឃើញគូធម្មជាតិដូចជារុក្ខជាតិផ្កាចាលាយគ្នាជាមួយនឹងធម្មជាតិនៃសត្វមានជីវិតហ្នឹងគឺសត្វត្រីចាខ្ញុំ image លក្ខណៈបែបស្រដៀងអញ្ចឹងចាហើយក៏យកគំនូរហ្នឹងយកមកគូសនៅក្នុង digital ដោយរដងអញ្ចឹងចាអញ្ចឹងសម្រាប់ការប្រើប្រាស់ពណ៌ដូចខ្ញុំតែងតែនិយាយនៅក្នុងវីដេអូរបស់ខ្ញុំគឺសម្រាប់ពណ៌វិញគឺខ្ញុំសេរីភាពតែម្ដងខ្ញុំអត់ខ្វល់ទេសំខាន់ខ្ញុំប្រើវាលាយបញ្ចូលគ្នាបានន័យថាដាក់ទៅបើសិនជាអត់ស្អាតខ្ញុំមានការកែប្រែសារឡើងវិញពីព្រោះដោយសារគូ digital អញ្ចឹងមានភាពងាយស្រួលក្នុងការដែលយើងអាច challenge ពណ៌ផ្សេងចាហើយនិយាយទៅគឺវាធ្វើខ្ញុំសប្បាយដែរជាមួយនឹងការ challenge ពណ៌ចាហើយនេះគឺជាអាចថាសមិទ្ធផលចុងក្រោយចាហើយអរគុណច្រើនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូរបស់ខ្ញុំ